បាទសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ O2N ខាខែខានចេញវីដេអូយូរហើយឥឡូវថ្ងៃនេះបានវាគ្មិនថ្មីមួយណែនាំខ្លួនតិចទេបាទខ្ញុំឈ្មោះតំជាផ្នែកមួយដែរក្នុងអត់តែខ្ញុំខ្ញុំតែចាប់ដើមគាត់ផងដែរអូខេមាន background ខ្លះហើយនៅខាងសាលាអីទេ background ចេញមកពីសាលាតែមួយគាត់ដូចគ្នាបាទអញ្ចឹងយើងមកពីវិទ្យាសាស្ត្រចិត្តបច្ចេកទេសដូចគ្នាដែរគាត់ជាសិស្សច្បងខ្ញុំលើកខ្ញុំ2ឆ្នាំសិតតែជាអតីតសិស្សចេញមកពីសាលា NPIC បាទជាបងប្អូននេះស្គាល់ NPIC ហើយថ្ងៃនេះគឺវីដេអូប្លែកអត់មានពាក់ព័ន្ធជាមួយនឹងការជួសជុលឬកំហុសឬលក់ផលិតផលអីទេថ្ងៃនេះគឺចាប់ឆៅចាប់និយាយយកតែម្ដងធានបទរបស់យើងដោយសារឃើញបច្ចុប្បន្ននៅលើគ្រប់ឡានមួយចំនួនឃើញគេផុសសួរគ្នាពាក់ព័ន្ធហើយអ្នកខ្លះក៏គេលើកឡើងពាក់ព័ន្ធនឹងឡានថ្មីរបស់ចិនបាទឥឡូវឃើញជីច្រើនបាទឡានថ្មីឥឡូវបានពិសេសច្រើនដែរហើយអ្នកខ្លះទៅក៏គាត់នៅតែមិនទុកចិត្តគាត់អ្នកខ្លះគាត់នៅតែបន្តប្រើឡានមកទឹកបានមកទឹកពីអាមេរិកតម្លៃល្បាក់ពី20000ឥឡូវហ្នឹងគឺប្រធានបទរបស់យើងលើកមកនិយាយហ្នឹងគឺរ៉េងតម្លៃឡានចន្លោះពី$20000ទៅដល់$30000ចន្លោះហ្នឹងហើយយើងផ្ដោតនិយាយទៅលើ SUV គឺ SUV អញ្ចឹងមានដែលយើងយកមកនិយាយជាមួយគ្នាមានឡានប្រភេទថ្មីខ្លាញ់គោរបស់ចិនហើយនឹងឡានមកទឹកបាទអញ្ចឹងឡានមកទឹកមកទឹកស្រុកខ្មែររបស់យើងតម្លៃពីចន្លោះពី20000ទៅ30000ហ្នឹងគឺយើងដឹងហើយបាយទីផ្សារយើងគឺច្រើនឲ្យ BS3 ហើយជាមួយនឹង Highlander ហ្នឹងតែគេមានលុយប៉ុណ្ណឹងគេឆ្លងឃើញហ្នឹង Toyota នឹងលើកទីចាក់ចូលក្នុងស្រុកយើងតាំងពីយូរជាប៉ុន្តែវាជា brand មួយដែលថាផ្ដល់ទំនុកចិត្តតាំងតែពីដើមអញ្ចឹងជាប្រវត្តិយើងគាត់ទំនោរទៅលើហ្នឹងបាទដោយសារគេគាត់brand មួយហ្នឹងគឺបាយមុខជួអញ្ចឹងហើយវាគឺជា global brand មួយផងដែរអូខេប៉ុន្តែមានដឹងថាឡានរបស់ Toyota របស់ Lexus មួយចំនួនហ្នឹងក្រុមហ៊ុនចិនអ្នកផលិតអាហ្នឹងជាទូទៅបើសម្រាប់អ្នកប្រើប្រាស់គាត់អាចមួយចំនួនគាត់អត់ដឹងពី background នេះទេបាទប៉ុន្តែបើយើងសម្រាប់អ្នកបច្ចេកទេសយើងដឹងអញ្ចឹងនៅក្នុងហ្នឹងមានន័យថាគាត់ផ្ដល់សិទ្ធិសម្រាប់ការធ្វើឬក៏ដំឡើងទៅលើរថយន្តអីមួយអញ្ចឹងគឺផ្ដល់សិទ្ធិសម្រាប់ក្រុមហ៊ុនមួយទៀតបាទអូខេប៉ុន្តែអញ្ចឹងក្រុមហ៊ុនហ្នឹងត្រូវការធ្វើឬក៏ install ឡានហ្នឹងនៅក្នុងលក្ខខណ្ឌដែលគាត់កំណត់ឲ្យហ្នឹងហើយដូចគ្នាហើយថ្ងៃនេះគឺសម្រាប់ខ្ញុំចង់លើកឡើងពាក់ព័ន្ធមួយឡានថ្មីក៏ពិតអ្នកខ្លះដូចយើង background យើងនិយាយ background ទីចប់ពាក់ព័ន្ធ background រថយន្តឥឡូវនេះខ្ញុំឃើញនៅទីផ្សាររបស់យើងមានឡានចិនចូលច្រើនប៉ុន្តែខ្ញុំឃើញតែផ្ទុះខ្លាំងជាងគេមាន BYD មកក្រោយនេះកាលមុនអត់សូវខ្លាំងតែមកក្រោយប្រភេទ SUV Silicon 5តម្លៃក្នុង20000វាជា25800ឯងរ៉េងហ្នឹងតម្លៃបាក់ហ្នឹងហើយមាន Jack Tour Dashing មួយទៀតDashing Eco ក៏វាយលុកខ្លាំងដែរឃើញ brand មួយទៀតក៏ចាប់ដើមរៀងឡើងមកដែរគឺ GTV របស់ខ្មែរយើងហ្នឹងខ្ញុំនឹកឃើញជាច្រើនបាទឡាន SUV បាទឈ្មោះវាមានដូចជាកែនហ្នឹងកែនជា$30000ដែរបាទមានតាម option មាន option របស់វាហើយនឹង GSC មួយទៀតបាទប្រហែល brand នេះ4 brand ហ្នឹងកំពុងតែវាយរកខ្លាំងណាស់ហើយមួយទៀតឡានក៏ជាច្រើនដែរបើក្រុមហ៊ុនមួយចំនួនអាចថាល្អដែរប៉ុន្តែមានមួយតែប្រភេទ BYD, Jetour, GSC ជាមួយនឹង GTV ដែលរោងចក្រតឡើងនៅយើងហ្នឹងកំពុងតែវាយលុកខ្លាំងហើយសម្រាប់ដំគិតមិនដែរទៅលើឡានមកទឹករីឡានថ្មីបើសិនយើងដំឯងពិចារណាបើនៅបើសម្រាប់ខ្ញុំវិញចំណុចហ្នឹងគឺខ្ញុំ50ដែរទី1បើយើងនិយាយទៅលើ brand ថ្មីគឺមានន័យថាយើងយកលុយចន្លោះពី20000ទៅ30000ទៅទិញឡានថ្មីជាបានអីវ៉ាន់ថ្មី0គីឡូម៉ែត្របាទហើយជាមួយទៀតបើនិយាយទៅលើ technology មួយគឺវាល្អច្រើនថាវាទំនើបពី model ហើយបើយើងប្រៀបទៅលើបច្ចេកវិទ្យាទៅលើសម្រាប់ឡានដែលផលិតតាំងពីឆ្នាំ2010ជាងបាទចន្លោះពីឆ្នាំ2010ទៅ2015អញ្ចឹងបាទអាចល្បាក់ពីតម្លៃ20000ទៅ30000ហ្នឹងឯងបើយើងនិយាយពីបច្ចេកវិទ្យារបស់វាអាចរៀងទៀតជាងឡានស្មារតីតិចបាទប៉ុន្តែអាចឆ្ងាយបាទខុសគ្នា10ឆ្នាំជាងដែរបាទវា10ឆ្នាំបាទ10ទៅ15ឆ្នាំតែសួរថាហេតុអីបានឡានមកទឹកដូចជា brand Toyota ហើយនិង Lexus វាអាចឈរជានៅស្រុកខ្មែរបានទីមួយគឺទំនុកចិត្តបបជាជនអញ្ចឹងការប្រើប្រាស់របស់គាត់ដោយសារគេភាពធន់
បាទភាពធន់ហើយភាពវាថាវាមើលទៅវាមិនឆើតពេក បាទ ហើយវាក៏មិនទាបពេកដែរបាទអញ្ចឹងមានថាវាប្រើប្រាស់រយៈពេល10ឆ្នាំជាងហើយប៉ុន្តែមើលទៅបាទសម្រាប់កម្ពុជាយើងឬក៏ប្រទេសខ្មែរយើងវាអត់ធំសាប ប៉ុន្តែអាចដោយសារអ្នកប្រើដែរអ្នកខ្លះគាត់ជីកប្រភេទលុយស៊ីខ្លះដល់លួយ បាទ និយាយត្រង់ខ្ញុំធ្លាប់ជួបម្ល៉េះខ្លះប៉ល់តែម្ដងគេថាកំហូចច្រើនហើយការជួសជុលគាត់ថាយ៉ាងណាគាត់ថាឡានមកទឹកជួសជុលអស់តិចប៉ុន្តែនៅពេលដែលឡានខូចធ្ងន់បញ្ហាម៉ាស៊ីនជើងក្រោមក៏អស់គូសំដែរឡើងទៀតរ៉ាំរ៉ៃជំងឺរ៉ាំរ៉ៃតែម្ដងហើយសម្រាប់ខ្ញុំវិញបើទំនោរចិត្តខ្ញុំមិនមែន50ខ្ញុំឲ្យ70 80តែលើឡានមកទឹកឡានទឹកឲ្យមកតែ30ហើយមូលហេតុក៏ពិតល្អហើយឡានមកទឹកដូចដល់និយាយអញ្ចឹងវាមានទីផ្សារគ្រឿងបន្លាស់សវជាងពីចិនជាងគាត់ចេះធ្វើច្រើនដល់ឡានថ្មីឧទាហរណ៍បើវាមានបញ្ហា program ដឹងទៅរក program ណាយ៉ាឬក៏ប៉ុន្តែពាក់ព័ន្ធជាមួយនឹងគុណភាពសម្រាប់ឡានស៊េរីថ្មីរបស់ចិនមួយចំនួនដែលតម្លៃរ៉េងល្បាក់ 20000 ទៅ 30000 ហ្នឹងគឺខ្ញុំមានទំចិត្តច្រើនទៅលើការប្រើប្រាស់ដូចខ្ញុំលើកឡើងមកអញ្ចឹងថាចេះចិត្តស្រឡាញ់ដែរមាន Silent 5 GAC GAC មាន GF4 តម្លៃខ្ទង់ 26000 ហ្នឹងដែរ G4 ហើយមានកេនរបស់ខ្មែរយើង GTV ហ្នឹងឡើងនៅខ្មែរហ្នឹងសម្រាប់គុណភាពសាច់ដែកបើតាមខ្ញុំធ្លាប់ប៉ះឬក៏បើកសាកល្បងឡានភ្ញៀវសម្រាប់តម្លៃប៉ុណ្ណឹងហើយបើធៀបជាមួយនឹងឡានមកទឹកសម្រាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំបើកឡានថ្មីទំនុកចិត្ត comfort ជាងនិយាយទៅហើយមួយទៀតអានេះយើងដឹងទាំងអស់គ្នាការសំចៃក៏ច្រើនគួរសមដែរតែសម្រាប់ BYD ដោយសារវាប្រភេទឡានប្រើអាគុយហើយនឹង motor អាហ្នឹងវាធៀបឆ្ងាយគ្នាបន្តិចប៉ុន្តែបើប្រភេទពួកខាង GAC ប្រភេទម៉ាស៊ីនប្រអប់លេខទូទៅអាហ្នឹងយើងអាចទៅសងគ្នាជាមួយឡាន3ឧស្សាហ៍មួយបានសម្រាប់ខ្ញុំគាត់ថាអនាគតបច្ចុប្បន្ននេះក៏ខ្ញុំគាត់ថាអត់មានអីជាបញ្ហាធ្ងន់ដែរទីមួយឡានថ្មីបច្ចុប្បន្នគេមាន warranty ពីក្រុមហ៊ុនហើយទីពីរក្រុមហ៊ុនទាំងអស់ហ្នឹងសិតតែជាក្រុមហ៊ុននៅពីក្រោយក្រុមហ៊ុនល្បីមួយចំនួនដែលយើងដែរដឹងដូច Chili គឺជាក្រុមហ៊ុនបុតសម្ព័ន្ធធំមួយបើតាមខ្ញុំដឹងដូចជា corporate ជាមួយ Aston Martin ហើយនឹងស្អីមួយទៀតខ្ញុំភ្លេចបានមិនដឹងស្ដេះមិនដឹងយើងនិយាយខុសត្រូវទេដូចជាមួយស្ដេះទៀតរបស់ក្រុមហ៊ុន Chili និង Chili Group ហើយជាមេរបស់ Volvo ទេឡានរបស់ Suzuki ទៀតមានថានៅមេក្រុមហ៊ុនទៀតហើយសម្រាប់ឡានចិនមួយទៀតនោះដូចខ្ញុំនិយាយមុនហ្នឹង GAC ហ្នឹងអ្នកខ្លះដឹងទេផលិតឲ្យតាម Toyota សង់តែ 50% តាំងពីឆ្នាំ 2006 មកហើយ Honda ក៏ចឹងដែរឡាន Honda ហ្នឹងក៏ GAC នៅពីក្រោយផលិតឲ្យឡើងមកភ្លុះហ្នឹងជាទូទៅអ្នកប្រើប្រាស់គាត់អត់សូវដឹងពី background ហ្នឹងទេអញ្ចឹងក៏យើងឆ្លាតចិត្តទេយើងចង់ដឹងចង់ទៅយើងចេះតែ research ចេះស្រាវជ្រាវទៅយើងដឹងពី background ហ្នឹងអញ្ចឹងវាអាចមួយដែរនឹងអាហ្នឹងក៏អាចមួយដែរពេលខ្លះដូចថាហេតុអីបានខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់ឡានថ្មីរបស់ចិនដែរហ្នឹងដោយសារយើងស្គាល់ពី background ក្រុមហ៊ុនមួយហើយគុណភាពជាក់ស្ដែងបច្ចុប្បន្នគឺយើងទទួលយកបានច្រើនហើយយើងអាចបើសិនជាក៏ប៉ុន្តែយើងមិនសមថាធៀបគ្នាមួយឡានសេរីចាស់មួយឡានសេរីថ្មីទេប៉ុន្តែនៅមានអ្នកបងប្អូនមួយចំនួនគាត់នៅគិតថាគួរយកថ្មីឬយកមកទឹកប៉ុន្តែសម្រាប់ឡានថ្មីបើថាប៉ះពៀខ្លះគ្រឿងបាយចាំទិញដោះដូរក៏បានឥឡូវជាងខ្មែរធ្វើក៏បានដែរតោនបានទាំងអស់គ្នាជាងថាចែកជាខ្លាំងប៉ុន្តែអ្នកចែកទិញនៅស្រុកខ្មែរយើងក៏អត់ខ្សោយដែរហ្នឹងហើយអត់ខ្សោយដែរដូចជាមិត្តភ័ក្ដិខ្ញុំដែលដូចជាគាត់មានការ៉ាស់មួយនៅម្ល៉េះផ្ទៃលេខ3គាត់ពូកែគាត់រៀនជាមួយចិនច្រើនគាត់ចេះកូដចេះអីដោះស្រាយបញ្ហាពពួកឡានទំនើបស្រីក្រោយ02425គាត់ធ្វើដល់ Ferrari Lambo វាថាយើងអាចគិតថាឡានជួសជុលថ្លៃប៉ុន្តែទៅលើការប្រើប្រាស់សុវត្ថិភាពគុណភាពហើយនិងភាពប្រណិតភាពអីផ្សេង comfort ពេលបើកបោវាល្អហើយការជួសជុលបើយើងគិតទៅលើការជួសជុលវាអាចច្រើនជាងឡានមកទឹករីចាស់បន្តិចប៉ុន្តែបើគិតទៅលើការប្រើប្រាស់ពាក់ព័ន្ធឥឡូវយើងនិយាយចូលពាក់ព័ន្ធមួយតម្រូវការប្រើប្រាស់សម្រាប់ការប្រើប្រាស់ស្រុកយើងប្រភេទឡាន330វ៉ៃប្រពន្ធថ្លៃប្រពន្ធក្នុងមួយឆ្នាំវានៅ$60,000ឡើយ$150វាមានទំហំពីសិតជា inline 4បាទអញ្ចឹងតម្លៃខ្លួននេះប្រហែលគួរតាមនឹងដែរហ្នឹងហើយបើឡានហើយមួយទៀតកម្រិតនៃការស៊ីសាំងអញ្ចឹងឥឡូវយើងធៀបពុនមួយពុនឡានមកទឹក$60,000 $150,000
ហើយដល់ពេលឡានថ្មី5 10ម៉ឺនទៅ20ម៉ឺនតាមម៉ាស៊ីន 1.0 ឬក៏ 1.5 អាចនឹង 2.0 នេះទៅតាមសេរីឡានរបស់ចិនថ្មីហ្នឹងអញ្ចឹងវាអាចសេវបានមួយតង់អញ្ចឹង 4-5 ឆ្នាំវាសេវបានគូសំទៀតហើយមួយទៀតពាក់ព័ន្ធនឹងសាសការស៊ីសាវាទូទៅបច្ចុប្បន្នផ្លូវស្រុកយើងឥឡូវស្រួលច្រើនស្អាតលាតឡានរបស់ចិនមួយចំនួនក្រោយៗនេះជាន់ smooth ម៉ាស៊ីន turbo យើងដឹងថាវា2ចុចឬក៏ 1.5 វាមិនទៅធៀបមួយអា3បាន3ចុចបានទេគាត់ថាយើងពេលខ្លះមិនចាំបាច់ដល់ម៉ាស៊ីនធំពេកក៏យើងអាចទៅដល់គោលដៅដូចគ្នាសម្រាប់គ្រួសារហើយបើសិនជាការប្រើប្រាស់ឧទាហរណ៍ឥឡូវយើងគិតតែត្រឹមតែ100គីឡូឡានស៊េរីថ្មីសេវបានដល់សឹងតែ 50% បើធៀបជាមួយឡាន300សាអានោះម៉ាស៊ីនវាខុសគ្នាមួយតង់បើយើងគិតទៅលើចំនួនមួយវាអាចជាចំនួនល្បាតជាឆ្នាំ20ជាងមួយទៀតល្បាតឆ្នាំ10ជាងអញ្ចឹងមានថាបើយើងនិយាយទៅលើ technology ឬក៏ check ទៅលើរថយន្តវាក៏មានទៅលើគឺន័យថាសម្រាប់សប្តាហ៍ថ្ងៃនេះ check ជាឡានគេអាប់ដេតពីមួយឆ្នាំទៅមួយឆ្នាំគេចង់ទៅ100គេ fuel saving ឬក៏ fuel economy ណាការសង្កេតទៅលើការចំណាយលើប្រេងបាទជឿថាឡានកាន់តែទំនើបគឺថាទទួលបានការ upgrade ជឿថា fuel saving វាកាន់តែសំចៃដែរជឿថាជាតម្រូវការទីផ្សារហ្នឹងគេនៅទីផ្សារផងដែរអារឿងសំចៃនឹងមួយទៀតសោតវាមានការធៀបតទៀតឥឡូវយើងធៀបតឡានបន្តិចនឹងឡានថ្មីហើយនៅក្នុងអាឡានថ្មីនឹងទៀតសោតក៏គេនៅមានការធៀបតម្លៃឧទាហរណ៍រឿងតម្លៃ 26,500 ដូចគ្នាហ្នឹងឡានមួយប្រើអគ្គិសនីសុទ្ធមួយទៀតអគ្គិសនីជាមួយនឹងអាគុយប៉ុន្តែប្រើម៉ូទ័រតែមួយទៀតគឺម៉ាស៊ីនសាំងសុទ្ធអាហ្នឹងក៏មានការធៀបគ្នាដែរតែអាហ្នឹងយើងទុកពេលក្រោយចាំចេញคลิปក្រោយហ្នឹងហើយឥឡូវអត់មានអីច្រើនទេឥឡូវចុងក្រោយឥឡូវដូចខ្ញុំសួរបញ្ជាក់មុនហ្នឹងបើសិនជាដំឯងសម្រាប់ចិត្តឧទាហរណ៍និយាយខ្លួនឯងអានេះយើងរឿងអ្នកផ្សេងគេសម្រាប់ចិត្តផ្សេងអានេះយើងចិត្តរបស់យើងមានលទ្ធភាពថាឥឡូវអត់មានឡានដូចផ្សេងនៅក្នុងផ្ទះឧទាហរណ៍អត់មានឡានជិះទេហើយសម្រាប់ចិត្តនឹងទិញឡានមួយគ្រឿងសម្រាប់គ្រួសារមានលុយចន្លោះពី 20,000 ទៅ 30,000 ហ្នឹងតើសម្រាប់ចិត្តយកឡានមួយទឹកឬឡានថ្មីដូចខ្ញុំបានប្រាប់ôngនឹងដែរថាអារម្មណ៍ខ្ញុំនៅតែ50ទី1ខ្ញុំនៅតែមានចិត្តតូទៅលើbrand ចាស់ប៉ុន្តែឆ្លាញ់ចិត្តទៀតទៅលើឡានថ្មីជឿទៅសួរសម្រាប់ចិត្តអញ្ចឹងវាពិបាកកាត់សម្រាប់ចិត្តអញ្ចឹងយើងទិញឡានមួយទឹកហើយទិញពីរមិនទិញឡានមួយទឹកហើយយកមកនោះកែអប់ក្រេតបច្ចេកវិទ្យាចូលទេអត់ទេវាបានប៉ុន្តែទៅនៅតែហ្នឹងបើយើងគិតជា cost នេះយើងតែ add លើថែមទៀតដែរឥឡូវយើងដូចជាឡានថ្មីគាត់មកជាមួយនឹង Apple CarPlay ឬក៏ Android CarPlay បាទប៉ុន្តែសម្រាប់យើងឡានចាស់យើងអត់មានទេពីច្រើនឡានស្ដីមុនគឺអាជីពប្រើជា retro ចឹងយើងចង់អាប់ដេតឡានហ្នឹងបាទយើងត្រូវការ add ប្រមាណលើឆាប់ប្រមាណដើម្បីបានឃើញមានជាងច្រើនគាត់កែច្រើនហើយអត់មានអីប៉ះពាល់បញ្ហាគាត់តដោយខ្សែភ្លើងដាក់ដូចយើងចាប់ញ៉េដាក់ចូលបកមកសនុកបងវិញបាទបើសម្រាប់ខ្ញុំខ្ញុំនឹងជឿតាមស្ថានភាពថាទី1បើតម្រូវការសម្រាប់ខ្ញុំជាក់ស្ដែងខ្ញុំអាចនឹងមើលទៅលើសម្បឹងមើលទៅលើឡានបតតាអញ្ចឹងបាទព្រោះទី1នៅតែផ្ដោតទំនុកចិត្តទៅលើ brand ចាស់បាទដូចឆ្នាំចាស់ប៉ុន្តែនៅពេលដែលយើងមុនការធ្វើការទិញរបស់មួយអញ្ចឹងយើងត្រូវ check up ដែរល្អមិនមែនថាឲ្យតែ brand នឹងទាំងអស់វាល្អទាំងអស់ទេបាទជួនកាលវាកត្តាទៅលើប្រើប្រាស់អ្នកប្រើប្រាស់ជាមួយផងចិត្តកោតតម្ហែកូនល្អអត់ការប្រើគាត់ប្រើគាត់លក្ខណៈខាងដែរមកមិនទឹកវាមានពីរធឺទេអាមិនទឹកមួយនៅស្រុកខ្មែរអាមិនទឹកមួយយកពីក្រៅទេចឹងជារួមខ្ញុំស្នេហ៍ថាអាចជាឡានមកទឹកស្ងាត់ខ្ញុំយ៉ាងបាទបើខ្ញុំវិញខ្ញុំសម្រាប់យកឡានថ្មីពីសាឡានទឹកផលច្រើនហ្នឹងហើយអត់ឲ្យប៉ះឡានថ្មីទេចង់ប៉ះម្ដងហើយឥឡូវនេះចូលយើងមានទំនុកចិត្តទៀតសោតឃើញអារឿងទំនោរគេតាម trending ជីច្រើនក៏ពិតមូលហេតុយើងត្រូវដឹងថាហេតុអីបានគេជីច្រើនគេថា DC ឡើងវិញហេតុបានជីច្រើននៅភូមិយើងប្លុកយើងជីដូចជាចូល 5-6 គ្រឿងឃើញចតពេញមុខបរិយនៅតាមផ្លូវហ្នឹងហើយសម្រាប់ខ្ញុំមាន2ឡាន2ដែលអាចនៅក្នុងរ៉ាដាក្នុងចិត្តមានឡាន BYD Silen 5និយាយចំឈ្មោះហើយនឹងចេះទូ Dashing Eco សម្រាប់ GAC ឆ្លាញ់ GA4 ប៉ុន្តែក្រុមហ៊ុនអត់យកមក
តែជា for នៅមានតែក្រុមហ៊ុនក្រៅហ្នឹងយើងវាមិនតន់ទំនុកចិត្តវាអាចនឹងជា China version ដូចទូរស័ព្ទដែរជា China version វាបាក់រក scan រកអីអត់មានការធានា វាអត់ បាក់ release មកពីក្រុមហ៊ុនទៅពេល បាទ អ្នកយកមកប្រើ ហើយព្រោះ design ខ្ញុំគិតទៅលើទី1ខ្ញុំចង់បានប្រភេទ SUV របស់ចិនវារាងធំដែររបស់តែ Dashing Eco ហើយនឹងSilent Fine ហ្នឹងរៀងវាប៉ាប៉ាជាមួយ Bersa ដូចជាវែងជាងទៀតវែងជាងហើយឡានថ្មីស្បែកអីនិយាយថ្មីហើយខ្ញុំផ្ដោតជាងគេមួយនេះគឺពាក់ព័ន្ធមួយការសំចៃដែរបងឧទាហរណ៍ដូចគ្រួសារខ្ញុំអ្នកចូលចិត្តដើរលេងច្រើនអញ្ចឹងក្នុងមួយខែដល់2 3ដង4 5ខែទៅអញ្ចឹងបើយើងប្រើប្រភេទឡានដែលស៊ីសាំងច្រើនវាចំណាយ cost ទៅលើអាសាំងហ្នឹងច្រើនណាហើយមួយទៀតសម្រាប់គុណភាពនៃការប្រើប្រាស់ផ្លូវស្រុកយើងឥឡូវវាល្អច្រើនហើយយើងដឹងហើយប្រភេទឡានដែលយើងទិញមកថ្មីយើងមិនទៅយក off road ទេយើងវាយផ្លូវលាតផ្លូវកស៊ូឥឡូវគ្រប់ខេត្តស្អាតច្រើនណាស់ផ្លូវជិះលេខ10ថ្មីអត់បានស្អាត ពេលណាសាច់មួយទៅពោ អូខេចុះទាំងអស់គ្នាខ្ញុំនិយាយនេះតែ2នាក់ឥឡូវទាំងអស់គ្នាវិញសម្រាប់យកឡានថ្មីឬមិនទឹកអាហ្នឹងអាច comment នៅខាងក្រោមហើយដូចខ្ញុំនិយាយគ្នាអញ្ចឹងវាសំខាន់លើចិត្តរបស់យើងទាំងអស់គ្នាស្រឡាញ់ខាងណាខាងណីទេទៅលើគ្រឿងបន្លាស់ពេលណាដូចខ្ញុំនិយាយមិនអញ្ចឹងប្រភេទឡានចិនវាបាក់រកគ្រឿងតែបច្ចុប្បន្នក៏បើអ្នកគេហៅចេះជា order ពីចិនថៅវ៉ៅក៏អាចទិញគ្រឿងមកបាន eBay អាចរងចាំរយៈពេលតិចទៅវា អូខេក៏តម្លៃវាខុសពីគ្រឿងយើងចង់បានដូចនៅឡានទឹកវាសម្រាប់ ការចុះចូលទៅលើឡានថ្មីហ្នឹងវាខុសពីឡានចាស់មិនទៅផ្សារឡានចាស់ទីផ្សារយើងមានតំបន់ទៅរកគ្រឿងហ្នឹងតែតែយើងទៅបានតែឡានថ្មីខ្លះខ្ញុំដាច់អាស្ប៉ៃខ្ញុំជឿថាតិចទៀតគ្រឿងឡានប្រភេទឡានចិនមួយចំនួនគ្រឿងត្រូវជាមួយឡានបោះទៅតែអូលីស៊ីអ្នកខ្លះដឹងឯងតើលោអាហ្នឹងលោឲ្យយកមកធៀបគ្នាវាស់ចាក់ម៉ែគៀបមើលទៀតម៉ាច់គេឆ្លាតចឹងអូខេខ្ញុំមានប៉ុណ្ណឹងអត់មានអីថែមទៀតទេអត់មានទេអស់ហើយពេលខ្លីចាប់ឆាយបាទអរគុណជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយបានអរគុណ